បាទសម្រាប់បងប្អូនដែលចង់ទៅលេងស្មត់ស្រះទឹកបុរាណស្រុកត្រពាំងប្រាសាទយើងបើចេញពីរង្វង់មូលមកជើងបាទយើងមកមានផ្លូវកោងមួយនេះផ្លូវកោងបងប្អូនងាកមើលផ្លូវកោងខ្ញុំអត់នេះទេដោយសារកាមេរ៉ារបស់ខ្ញុំដាក់ភ្ជាប់អញ្ចឹងផ្លូវកោងនេះយើងអត់ជិះតាមផ្លូវជាតិទេយើងហួសទៅមុខតាមផ្លូវលំនេះហើយងាកខាងស្ដាំដៃយើងមើលឃើញមានមណ្ឌលសុខភាពបាទយើងជិះមករហូតបាទមានផ្លូវលំនេះមួយបងប្អូនបាទបែកឆ្វេងណាផ្លូវលំបែកឆ្វេងណានេះផ្លូវចូលស្រះទឹកត្រពាំងប្រាសាទរបស់យើងហើយបងប្អូនមើលទេសភាពជុំវិញដងផ្លូវហើយបងប្អូនដែលនេះយើងមានមកខាងមើលតាមផ្លូវបងប្អូនមើលខាងឆ្វេងដៃយើងមានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទរបស់យើងបាទនៅតាមផ្លូវនោះមកដែរបងប្អូនត្រូវការជំនួយត្រូវការអីអាចមកតាមផ្លូវនេះរកឃើញហើយបាទហើយយើងបន្តដំណើរទៅមុខទៀតគឺនេះគឺជាវីដេអូខ្លីៗដែលខ្ញុំជិះនាំផ្លូវដើម្បីឲ្យបងប្អូនឃើញថាស្រះទឹកបុរាណស្រុកត្រពាំងប្រាសាទយើងមានការរីកចម្រើនប៉ុណ្ណាអញ្ចឹងបងប្អូនអាចមកលេងមកទស្សនាពេលល្ងាចបាទពេលអីស្រុកត្រពាំងប្រាសាទរបស់យើងនៅជិតព្រំដែនមិនមែនតែការអភិវឌ្ឍរបស់យើងចាប់ដើមអភិវឌ្ឍបាទបដាគឺរីកចម្រើនច្រើនបាទបើប្រៀបធៀបពីមុនហើយបច្ចុប្បន្នគឺរីកចម្រើនច្រើនបាទហើយយើងមកនេះយើងមកដល់បាទនេះយើងផ្លូវនេះយើងមានអមនៅដើមឈើហើយនេះគឺមិនយើងមកដល់ស្រះទឹកហើយបាទស្រះទឹករបស់យើងធំបាទធំវែងបាទហើយជាពិសេសពេលកម្មវិធីបុណ្យទានអីគឺយើងគឺគេធ្វើនៅទីនេះបុណ្យអុំទូកបុណ្យអីបាទហើយនេះវីដេអូនេះមានតែប៉ុណ្ណឹងកុំឲ្យយូរ